បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាកសិករដំឡូងមីនអស់គ្នាបាទហើយសុខទុក្ខយ៉ាងណាពុកម៉ែបងប្អូនបាទចំណែកខាងខ្ញុំកម្មហើយបងប្អូនកម្មនេះដំឡូងទៅម្ដងសិនមិញតើបានឈូសលៀនហាលផងបងប្អូនបាទភ្លៀងមកមេធំបាទភ្លៀងតាំងពីម៉ោង3ទៀបភ្លឺដល់ម៉ោង8ព្រឹកបងប្អូននៅខាងស្រុកលងវែងខេត្តដល់មន្ជ័យហើយសម្រាប់ពុកម៉ែបងប្អូនបាទហើយបានភ្លៀងមេនៅបងប្អូនបាទចំណែកខាងខ្ញុំបានមេហាឥឡូវកម្មបដ ாய் បាទកប់ផុកអស់លីងដលងបាទដឹងទៅយ៉ាងណានេះមានតែចាំដីស្ងួតទេបងប្អូនទេបាទបើយើងលក់ស្រស់ក៏យន្តចូលមិនរួចដឹកផ្លូវដឹកចេញក៏មិនរួចដែរបាទចឹងមានតែចាំឯនេះមានជំរឿមួយមានតែចាំឯងហើយមើលមេឃបាទងឹតស្លុបខាងនោះខ្លាចតែមកទៀតទេបាទហើយទៅលោកនៅខាងនេះបាទចិត្ត3ហាត់មិនតបានដកបាទខាងនោះមកបន្ទាត់បាទចិត្ត6ហាត់បាទទៅលងជាង10ហាត់បងប្អូនអត់ទាន់ដកឥឡូវភ្លៀងមកបាទដីដែលដកហើយក៏មិនទាន់បានភ្ជួរកាលមកសានេះធ្វើអីចេញទេបាទហើយសម្រាប់ពុកម៉ែបងប្អូនបាទបានភ្លៀងកក់ខែមេនៅហើយក៏បានដាំខ្លះនៅបងប្អូនបាទហើយសម្រាប់តម្លៃដំឡូងនៅខាងពុកម៉ែបងប្អូនយ៉ាងណាយ៉ាងណីខាងខ្ញុំនេះចប់បាទចប់មកបងប្អូនហៅលេងលឺមកបងប្អូនបាទហៅលេងលឺហើយដំឡូងមីស្រស់គេអត់ទិញបងប្អូនណាមើលធំដែរបងប្អូនប៉ុនក៏ដែរនេះពូជ81បងប្អូនណាហើយដំឡូងមីក្រៀមខាងខ្ញុំបាទបានតែ480ទេបងប្អូនហើយបើភ្លៀងចេះទៀតប្រហែលជាទៅទៀតដែរបងប្អូនបាទហើយទៅដល់ណាក៏ទៅបងប្អូនបាទវាជ្រុលហើយបាទនេះចង់ទៅដល់ណាក៏ទៅបាទវាហួសទៅហើយបើឲ្យឡើងវាលេងឡើងហើយបងប្អូនបាទអានេះពូជ KM325 នៅពេញវឹសអានេះពូជ81មើលធំគួរសមដែរបងប្អូនបាទបានដូចឆ្នាំមុនបាទគប់ទឹកហើយបាទឆ្នាំមុនបាន1គីឡូ300ជាងឆ្នាំនេះអត់ទិញបាទឥឡូវពិបាកទិញគិតយ៉ាងណាយ៉ាងណីទេបងប្អូនអើយបាទអ្នកធ្វើដលងធ្វើដំឡូងក្រៀមដល់រដូវភ្លៀងទៀតក៏យ៉ាប់ដំឡូងស្រស់ក៏គេអត់ទិញគេមិនតែមិនទិញបងប្អូនគេទិញគាត់ថាវាតម្លៃវាថោក100ជាងតិច110 120 130បងនៅកាត់ភាគរយលិចកើតទៀតចាប់ហើយបាទហើយខាងពុកម៉ែបងប្អូនតម្លៃយ៉ាងណាយ៉ាងណីដែរបាទហើយមួយទៀតបងប្អូនសម្រាប់បងប្អូនដែលត្រូវការដើមបងប្អូនបាទត្រូវការដើមស្រូវពូជបាទខាងខ្ញុំមានពូជ2ប្រភេទបងប្អូនពូជ KM325 ហើយនឹងពូជ81ឬក៏គេហៅថារ៉ាក់យ៉ង72 81ហើយនឹង
กระชาบ่าKM 325เนี่ยนี่ปุ๋ย81บางคนเนี่ยปุ๋ย81จะเป็นกับไทยทำไมบางคนเต็มกับสมัยบ้านนี้ปุ๋ยกระชาบางคนจังบานปุ๋ยอาจจะตรงบานบางคนว่าขอบคุณบางคนจุบยังวิโอเขาเจ็ดมาขอบคุณ